ការស្លឹកជាអ្វីស្លឹករុក្ខជាតិជាសរីរាង្គសំខាន់របស់រុក្ខជាតិមានសរសៃនាំដែលជាទូទៅវាលូតលាស់ចេញពីដើមឬមែកស្លឹកភាគច្រើនមានពណ៌បៃតងដោយសារវាផ្ទុកក្លរ៉ូហ្វីលជាជាតិពណ៌បៃតងចាំបាច់សម្រាប់ចាប់យកថាមពលពន្លឺព្រះអាទិត្យដើម្បីធ្វើរស្មីសំយោគរូបគុម្ពខាងក្រៅរបស់ស្លឹកតាមរយៈរូបភាពនេះយើងឃើញពីផ្នែកផ្សេងៗនៃរូបគុម្ពខាងក្រៅរបស់ស្លឹកក្នុងនោះរួមមានទម្រង់រាងជាបន្ទះសំប៉ែតធំហៅថាតួស្លឹកវាមានផ្ទៃធំទូលាយអំណោយផលដល់ការចាប់យកថាមពលពន្លឺព្រះអាទិត្យដងស្លឹកភ្ជាប់តួស្លឹកទៅនឹងដើមឬមែករបស់វានៅលើតួស្លឹកមានទ្រនុងស្លឹកដែលមានមុខងារទ្រទ្រង់និងដឹកនាំសារធាតុផ្សេងៗទ្រនុងស្លឹកឌីកូទីលេដូនមានទ្រនុងកណ្ដាលធំដែលបែកចេញជាទ្រនុងតូចៗពាសពេញផ្ទៃស្លឹកទម្រង់ស្លឹកម៉ូណូកូទីលេដូនមានទ្រនុងស្លឹកធំហើយស្របគ្នាតាមបណ្ដោយស្លឹកទម្រង់ស្លឹកឌីកូទីលេដូនមានទ្រនុងបែកមែកជាបណ្ដាញនៅពាសពេញក្នុងស្លឹកទម្រង់ក្នុងរបស់ស្លឹកទម្រង់ក្នុងរបស់ស្លឹករុក្ខជាតិអង្គស៊ីអូស្ប៉ែមមានជាលិកាសំខាន់ដូចជាជាលិកាគ្រឹះមានមេសូភីលជាលិកាការពារមានស្រទាប់អេពីដែមនិងជាលិកានាំមានទ្រនុងស្លឹកផ្ទុកបាច់សរសៃនាំស្រទាប់អេពីដែមលើនិងអេពីដែមក្រៅជាលិកាការពារដែលមានតួនាទីគ្របដណ្ដប់និងការពារជាលិកាក្នុងស្លឹកនៅពីលើផ្ទៃអេពីដែមមានស្រទាប់សារធាតុម្យ៉ាងភ្លឺរលោងហៅថាគួយទីគុលមាននាទីការពារជាលិកាក្នុងស្លឹកនិងបន្ថយការបាត់បង់ទឹកចេញពីស្លឹកក្នុងស្រទាប់អេពីដែមមានស្តូម៉ាតសម្រាប់បណ្ដូលឧស្ម័ននិងជាកន្លែងកើតមានរំភាយចំហាយទឹកផងដែរស្តូម៉ាតនីមួយៗមានកោសិកាល្បាត2ដែលត្រួតពិនិត្យការបើកនិងបិទរបស់ស្តូម៉ាតស្រទាប់ប៉ាលីសាតឬមេសូភីលប៉ាលីសាតស្ថិតនៅក្រោមស្រទាប់អេពីដែមលើកោសិកានៃស្រទាប់ប៉ាលីសាតផ្ទុកទៅដោយក្លរ៉ូផ្លាសធ្វើឲ្យស្រទាប់នេះមានមុខងារចម្បងសម្រាប់ធ្វើរស្មីសំយោគដើម្បីបង្កើតសារធាតុសរីរាង្គសម្រាប់រុក្ខជាតិស្រទាប់ស្ពូតឬមេសូភីលស្ពូតស្ថិតនៅចន្លោះស្រទាប់ប៉ាលីសាតនិងស្រទាប់អេពីដែមក្រោមកោសិកានៃមេសូភីលស្ពូតមានក្លរ៉ូផ្លាសតិចជាងកោសិកានៃមេសូភីលប៉ាលីសាតស្រទាប់ស្ពូតមានរុនខ្យល់ជាច្រើនផ្ទុកឧស្ម័នកាបូនិកនិងអុកស៊ីហ្សែននៅក្នុងស្រទាប់មេសូភីលមានបណ្ដាញទ្រនុងស្លឹកផ្ទុកជាលិកានាំដែលមានស៊ីឡែមនិងផ្លូអែមស៊ីឡែមដឹកនាំទឹកនិងសារធាតុខានិកផ្លូអែមដឹកនាំសារធាតុសរីរាង្គកាបូអ៊ីដ្រាតដែលជាផលិតផលនៃរស្មីសំយោគមុខងារសំខាន់របស់ស្លឹក1រស្មីសំយោគមុខងារចម្បងរបស់ស្លឹករុក្ខជាតិគឺធ្វើរស្មីសំយោគដើម្បីផលិតសារធាតុសរីរាង្គក្លូយកូសចេញពីឧស្ម័នកាបូនិកនិងទឹកដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរំភាយចំហាយទឹកមួយចំនួនចាក់ចេញពីស្លឹកតាមស្តូម៉ាតបណ្ដូលឧស្ម័នមុខងារមួយទៀតរបស់ស្លឹកគឺធ្វើបណ្ដូលឧស្ម័នកាបូនិកចូលទៅក្នុងស្លឹកហើយអុកស៊ីហ្សែនចេញពីស្លឹកវិញតាមស្តូម៉ាតមុខងារទ្រទ្រង់និងការពារលើសពីនេះស្លឹកក៏មាននាទីទ្រទ្រង់និងការពារផ្នែកផ្សេងៗនៅក្នុងស្លឹកជួយឲ្យស្លឹកអាចបំពេញតួនាទីរបស់វាបានលក្ខណៈបន្ស៊ាំរបស់ស្លឹកដើម្បីអាចសម្របខ្លួនទៅនឹងមជ្ឈដ្ឋានរស់នៅផ្សេងគ្នាស្លឹករុក្ខជាតិក៏ត្រូវមានលក្ខណៈបន្ស៊ាំសមស្របទៅនឹងមជ្ឈដ្ឋានរស់នៅរបស់វាដូចជាស្លឹកដំបងយក្សមានរាងជាបន្លាដែលជួយកាត់បន្ថយការបាត់បង់ទឹកស្លឹកប្រលិតមានផ្ទៃធំទូលាយអាចឲ្យវាអណ្ដែតនៅលើផ្ទៃទឹកនិងស្រូបយកថាមពលពន្លឺព្រះអាទិត្យបានច្រើនស្លឹករុក្ខជាតិមួយចំនួនទៀតមានរាងមជុលឬមានទំហំតូចអាចជួយកាត់បន្ថយការបាត់បង់ទឹកពីស្លឹកសរុបមកស្លឹកជាសរីរាង្គសំខាន់ក្នុងដំណើររស្មីសំយោគដើម្បីបង្កើតសារធាតុសរីរាង្គខ្នាតទទឹងនៃរូបគុម្ពក្នុងរបស់ស្លឹក
មានស្រទាប់ជាលេខាសំខាន់ៗដូចជាស្រទាប់ epiderm លើនិង epiderm ក្រោមមានមុខងារគ្របដណ្ដប់និងការពារជាលេខាក្នុងស្លឹកក្នុង epiderm មាន stoma សម្រាប់បណ្ដូលឧស្ម័ននិងរំភាយចំហាយទឹកស្រទាប់ palisade មាន chloroplast ដែលផ្ទុក chlorophyll មាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យក្នុងដំណើររស្មីសំយោគដើម្បីផលិតសារធាតុសរីរាង្គសម្រាប់រុក្ខជាតិស្រទាប់ស្ពោតផ្ទុកជាលេខានាំដែលមានស៊ីឡែមនិងផ្លូអែមស៊ីឡែមដឹកនាំទឹកនិងសារធាតុខនិជហើយផ្លូអែមដឹកនាំសារធាតុសរីរាង្គបានពីដំណើររស្មីសំយោគក្នុងស្រទាប់ស្ពោតមានរន្ធខ្យល់ដែលជាលំហផ្ទុកឧស្ម័ន